ពិតជាមិនចេះខ្មាស់អៀនអ្វីបន្តិចសោះឡើយក្នុងរហស្សនាមជាខេត្តស្រស់ព្រំព្រៃដែលជាតំណាងឲ្យខេត្តកំពង់ធំនៃឆ្នាំ2013នេះល្អតែខាងមុខតែទង្វើនិងសកម្មភាពផ្ទុយពីរហស្សនាមរបស់ខេត្តដែលទៅតែទទួលបានថ្មីក្នុងទឹកដីតែប៉ុន្មានចង្អាមថែរក្សានៅភាពស្អាតនៅក្នុងក្រុងស្ទឹងសែនមានបរិយាកាសអាប់អួរស្ទើរតែឆ្លក់ព្រោះតែជាទម្លាប់ចោលសម្រាមរបស់អាជីវករផ្សារកំពង់ធំជាក់ស្ដែងកាលពីរសៀលថ្ងៃទី13ខែកញ្ញាឆ្នាំ2013នៅផ្សារកំពង់ធំចាស់ស្ថិតនៅក្នុងក្រុងស្ទឹងសែនខេត្តកំពង់ធំអាជ្ញាធរក្រុងស្ទឹងសែនបានសម្រេចជ្រើសយកមាត់ស្ទឹងសែនជាកន្លែងចាក់សម្រាមយ៉ាងរំភើយដោយមិនខ្វល់នៃការប៉ះពាល់បរិស្ថានមិនខ្វល់នឹងទឹកស្អុយហូរចូលស្ទឹងសែនទោះជាសម្រាមអណ្ដែតត្រៀបត្រាតាមមាត់ស្ទឹងសែនក្តីក៏ខេត្តកំពង់ធំនៅតែជាខេត្តស្រស់ព្រំព្រៃក្នុងទិដ្ឋភាពជាទម្លាប់របស់អាជ្ញាធរខេត្តកំពង់ធំពាក់ព័ន្ធទៅនឹងបញ្ហាការយកមាត់ស្ទឹងសែនអ្នកសារព័ត៌មានបានសុំការបំភ្លឺពីលោកតុបកក្កដាប្រធានមន្ទីរបរិស្ថានលោកបានមានប្រសាសន៍ថាលោកឈឺក្បាលយ៉ាងខ្លាំងចំពោះការចាត់វិធានការហាមមិនឲ្យប្រជាពលរដ្ឋចោលសម្រាមដោយគ្មានរបៀបដូចជានៅផ្សារកំពង់ធំនិងផ្សារចាស់ព្រមទាំងតាមមាត់ស្ទឹងសែននៅពេលខ្លះត្រូវចំណាយលុយផ្ទាល់ខ្លួនឲ្យកម្មកររើសសម្រាមចំណែកទីកន្លែងចោលសម្រាមនៅមាត់ស្ទឹងសែនត្រូវអាជ្ញាធរប្រជុំជ្រើសរើសមាត់ស្ទឹងសែនជាកន្លែងចោលសម្រាមបណ្ដោះអាសន្នហើយក៏លួងលើយមកដល់សប្តាហ៍ថ្ងៃនេះប្រជាពលរដ្ឋបាននាំគ្នាខកចិត្តដោយសារអាជ្ញាធរខេត្តកំពង់ធំដែលចេះជ្រើសរើសមាត់ស្ទឹងសែនជាកន្លែងចោលសម្រាមរបស់អាជីវករផ្សារទៅវិញដោយមិនខ្វល់ពីការរសាត់ប៉ើងសម្រាមធ្លាក់ទៅក្នុងស្ទឹងសែនមិនតែប៉ុណ្ណោះទឹកស្អុយហូរហៀចេញពីគំនរសម្រាមបានហូរចូលទឹកស្ទឹងសែនដែលគេសង្កេតឃើញយ៉ាងច្បាស់នៅតាមមាត់ស្ទឹងសែនមានសម្រាមអណ្ដែតទឹកជាច្រើនដែលជាចំណុចទល់មុខនឹងវេទិកាអុំទូករបស់ខេត្តកំពង់ធំប្រភពព័ត៌មានពីក្រុមអាជីវករផ្សារបានបញ្ជាក់ថាពួកគាត់បានបង់លុយថ្លៃភាសីផ្សារគ្រប់ចំនួននិងគ្មានភារកិច្ចអ្វីដែលត្រូវទៅចាត់ចែងសម្រាមនោះទេវាស្រេចតែអាជ្ញាធរក្រុងនិងប្រធានផ្សារជាអ្នកចាត់ចែងរកកន្លែងសមគួរសម្រាប់ឲ្យចោលសម្រាមចំណែកសម្រាមហូរហៀទឹកស្អុយចូលក្នុងទឹកស្ទឹងសែនគឺជាតួនាទីរបស់អាជ្ញាធរក្រុងនិងអ្នកម៉ៅការភាសី